បញ្ហាវាមិនមែននៅលើអ្នកទិញនិងអ្នកលក់ទេបញ្ហាវានៅលើរាជការវានៅលើរាជការលក់ស្រូវឲ្យអ្នកទិញតាមបែបពីរយ៉ាងមួយគឺលក់ស្រូវទិញពីស្រែមកចូលដាក់ក្រុងហៅថាស្រូវសើមមួយទៀតគឺស្រូវហាលអ្នកដែលផ្ដល់ព័ត៌មានឲ្យកសិករអំពីតម្លៃស្រូវគឺរាជការជាអ្នកផ្ដល់នៅព័ត៌មានទាក់ទងពីតម្លៃស្រូវរាជការផ្ដល់ព័ត៌មានអំពីការលក់ដូរស្រូវតម្លៃស្រូវមិនមែនរាជការកំណត់ទិញចូលទេក៏ប៉ុន្តែរាជការអាចជូនព័ត៌មានដល់កសិករថានៅប្រទេសជិតខាងគេលក់តម្លៃប្រមាណកសិករគេលក់ឲ្យឈ្មួញតម្លៃប្រមាណហើយឈ្មួញកម្ពុជារាជការត្រូវធ្វើការស្ទង់តម្លៃឲ្យបានញឹកញាប់ដើម្បីចង់ដឹងថាការទិញនិងការប្រមូលទិញរបស់ឈ្មួញទិញតម្លៃប្រមាណហើយឈ្មួញហ្នឹងពេលប្រមូលទិញទៅប្រភពឈ្មួញប្រមាណភាគរយនាំស្រូវទៅស្រុកយួនទៅស្រុកសៀមទៅអីចឹងទៅឈ្មួញប្រមាណភាគរយដែលប្រមូលទិញស្រូវឲ្យសម្ងួតកាន់ទៅជាអង្គរនៅកម្ពុជាតើអង្គរដែលឈ្មួញទិញស្រូវនៅកម្ពុជាហើយសម្ងួតកាន់ជាអង្គរលក់នៅកម្ពុជានឹងនាំចេញពីកម្ពុជាជាអង្គរខ្ទង់នៃចំណេញ margin ខ្ទង់នៃចំណេញវាប្រមាណចំណែកឯអ្នកប្រមូលទិញស្រូវហើយលក់ទៅឲ្យវៀតណាមតើចំណេញ margin ប្រមាណនេះគឺជាកិច្ចការរដ្ឋាភិបាលបើសិនណាជាកូនឯងគ្មានព័ត៌មានពីរាជការទេកូនក៏ខ្លាយទៅជាជនរងគ្រោះដោយឈ្មួញគៀកស្មារគ្នាបន្ថោកតម្លៃឈ្មួញតែងតែចង់ទិញថោកលក់ថ្លៃកូនឯងត្រូវដឹងថាកើតជាឈ្មួញគឺចង់ទិញឲ្យថោកហើយចង់លក់ឲ្យថ្លៃចង់ទិញឲ្យបានច្រើនហើយលក់ឲ្យបានលឿននេះគឺជាឈ្មួញអត់អាក្រក់ទេមុខងារឈ្មួញអញ្ចឹងចំណែកកូនឯងជាកសិករគឺចង់លក់ឲ្យបានថ្លៃពីព្រោះកូនឯងជាអ្នកផលិតរីឯរាជការគឺជាអ្នករ៉ាប់រងពិនិត្យមើលនិងថ្លឹងសេចក្តីយុត្តិធម៌ក្នុងទីផ្សារឈ្មួញដែលប្រមូលទិញគឺនៅក្រោមមនុស្សតែ5នាក់ទេឈ្មោះកកងជាសក្ខី5នាក់ដែលវាចែកគ្នាធ្វើបណ្ដាញកាងទិញស្រូវទាំងអស់ពី24ក្រុមខេត្តឬ25ក្រុមខេត្តពីកសិករដែលធ្វើស្រែលើ5លានហិកតាបើសក្ខីនោះវាកាងខេត្តហើយវាបន្ថោកតម្លៃស្រូវដល់កសិករហើយខ្ញុំដឹងថាវានាំចេញទៅយួនវាចំណេញប្រមាណខ្ញុំហៅវាមកជួបស្ងាត់ខ្ញុំហៅវាមកផឹកកាហ្វេជាមួយខ្ញុំឬផឹកតែមួយខ្ញុំថាលោកអង្គញាក្រសួងដឹងថាលោកអង្គញាក្នុងស្រូវ1គីឡូក្រាមចំណេញប៉ុណ្ណេះភាគរយហើយចំនួនដែលលោកអង្គញាប្រមូលស្រូវលោកឲ្យទៅវៀតណាមយោងតាមតួលេខឆ្នាំទៅវិញប្រហែលលានតោនគិតជាមធ្យមលោកអង្គញាចំណេញក្រោយពីកាត់ស្រួយហើយចំណេញប៉ុណ្ណេះលានដុល្លារខ្ញុំរីករាយណាស់លោកអង្គញារស់ស៊ីបានណាកសិករយួនគេលក់ឲ្យគេលក់ស្រូវតម្លៃប៉ុណ្ណេះ1គីឡូកសិករឡាវប៉ុណ្ណេះ1គីឡូកសិករថៃប៉ុណ្ណេះ1គីឡូលោកអង្គញាបើលោកអង្គញាទិញតម្លៃប្រហាក់ប្រហែលគេឬក៏ថោកជាងគេបន្តិចក៏លោកអង្គញានៅចំណេញដែររីឯសេដ្ឋីដែលទិញស្រូវចូលសម្ងួតកាន់ជាអង្គរលក់ក្នុងស្រុកនឹងនាំទៅបរទេសក៏ដូចគ្នាបើសិនណាជាកសិករចង់លក់បានថ្លៃ 1200 1គីឡូវាតតែកសិករបង្កើតសមាគមមួយនាំស្រូវចេញទៅលក់នៅវៀតណាមផ្ទាល់